សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានប្រអប់ Decenter មួយឈុតហើយនឹងកុងតាក់ Wi-Fi មួយគ្រាប់យកមកបង្ហាញជូនទៅដល់បងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនិយាយមុនគេគឺ Decenter មួយនេះប្រភេទ MCB នេះអញ្ចឹងប្រភេទ MCB បងប្អូនដឹងហើយគឺវាការពារផ្ទុះសេហើយនឹងលើបន្ទុកឬក៏ឆ្លងខ្សែភ្លើងហ្នឹងគឺ MCB អ្នកលោតអញ្ចឹងណាហើយចំណែកមួយនេះ RCBO ដែលគេហៅថាឆក់លោតអញ្ចឹងសម្រាប់បងប្អូនដែលមានក្មេងតូចៗឬក៏មានមនុស្សចាស់ហើយខ្លាចនឹងឆក់ស្លាប់អីបងប្អូនអាចប្រើនេះបាននេះគឺល្អសម្រាប់ឆក់លោតมันបណ្ដាលឲ្យយើងស្លាប់បានទេគ្រាន់តែយើងប៉ះតិចតួចគឺវាលោតតែម្ដងអញ្ចឹងមានក្មេងតូចឬមនុស្សចាស់អីអាចប្រើឌីទៅនេះបានហើយមានមេឃភ្លៀងអីជ្រាបចរន្តអីភ្លើងជ្រាបចរន្តអីក៏លោតដែរអញ្ចឹងសុវត្ថិភាពខ្ពស់សម្រាប់ RCBO នេះហើយមួយនេះគឺ Decenter ដែរតែប្រភេទប្រើ Wi-Fi អញ្ចឹងយើងប្រើ Wi-Fi ក៏បានយើងប្រើដៃក៏បានតែនេះណាបាទយើងអាចប្រើ Wi-Fi ក៏បានប្រើដៃក៏បានហើយយើងអាចបញ្ជាតាមរយៈទូរស័ព្ទដៃតាមទូរស័ព្ទដៃទោះយើងទៅដល់ទីណាក៏ដោយក៏យើងអាចបញ្ជា Decenter នេះបានដែរដោយសារតែយើងបញ្ជាតាមរយៈ Wi-Fi អញ្ចឹងសម្រាប់បងប្អូនអាសាចេញក្រៅហើយអាសាទៅខេត្តអីអាចប្រើ Decenter នេះបានចុះសួរថាតើធ្វើម៉េចយើងដឹងថាយើងបានបិទភ្លើងហើយឬនៅយើងអាចមើលតាមរយៈ app បានណាតាមរយៈ app របស់វាហ្នឹងគឺវាបង្ហាញនៅលើនេះអញ្ចឹងបើសិនតែយើងបិទហើយកន្លែងនេះវាអត់លោតvoltage ទេតែបើអត់ទាន់បិទវាលោតហើយកន្លែងនេះវានៅ on អញ្ចឹងជាមួយខ្ញុំបិទណាបាទកន្លែងនេះគឺវាដាក់ថា close អញ្ចឹងមានន័យថាបិទហើយអញ្ចឹងកន្លែងនេះក៏លោតភ្លើងពណ៌ក្រហមដែរតែបើយើងបើកវិញកន្លែងនេះក៏លោត voltage ចេញ231 volt ទី2កន្លែងនេះលោតពណ៌រាង Q បៃតងខ្ចីអញ្ចឹង Decenter នេះគឺសំខាន់សម្រាប់បងប្អូនយើងដែលសាចេញក្រៅឬក៏មិនចង់បិទភ្លើងដោយដៃផ្ទាល់ណាតាណាតណីខ្លាចលូកប្រអប់ភ្លើងទៅឆក់អីចឹងទៅអញ្ចឹងបងប្អូនអាចប្រើប្រភេទ Decenter នេះបានហើយបើសិនជាបងប្អូននៅផ្ទះបងប្អូនមានអាពីរនេះហើយបងប្អូនអាចដាក់តាមមួយនេះទៅតែបើសិនជាអត់ទេបងប្អូនយកមួយឈុតនេះទៅគឺយើងប្រើគ្រប់តែម្ដងមានទាំងទូសេឡូតមានទាំងឆក់ឡូតមានទាំងប្រើ Wi-Fi អញ្ចឹងណាវាសុវត្ថិភាពដែរអញ្ចឹងងាកមកដល់កុងតាក់នេះវិញកុងតាក់នេះក៏យើងប្រើ Wi-Fi ដែរអញ្ចឹងយើងអាចបិទបើកតាមដៃបានហើយនឹង Wi-Fi បានអញ្ចឹងនេះយើងបើកតាមរយៈដៃបាទយើងអាចបិទតាមហ្នឹងក៏បានដែរហើយក៏យើងអាចបិទបើកតាមរយៈ app application ដែរនេះគឺរបស់វាបាទអញ្ចឹងវាមាន switch 1 switch 2 switch 3អញ្ចឹងមានន័យថាវាមាន1 2 3អញ្ចឹងយើងអាចបិទបើកតាមនេះបានបាទដូចគ្នាដែរបាទឬក៏យើង on off ម្ដងទាំងអស់ក៏បានដែរណា on online នេះយើង on ទាំងអស់ក៏បានយើង off ទាំងអស់ក៏បានដែរអញ្ចឹងបងប្អូនថាគិតថាវាមួយណាងាយស្រួលសម្រាប់បងប្អូនដាក់មួយហ្នឹងទៅពិសេសគឺតាមកន្លែងដែលយើងប្រើភ្លើងច្រើនយើងមិនចង់ឡើងបិទដោយដៃយើងអាចបិទតាមទូរស័ព្ទបានដូចខ្ញុំគឺខ្ញុំប្រើបិទតាមទូរស័ព្ទពោះពេលខ្លះមកពីធ្វើការអស់កម្លាំងអីគឺយើងប្រើទៅលើទូរស័ព្ទដៃអញ្ចឹងណាហើយអ្វីដែលពិសេសគឺពេលខ្លះយើងចុះខាតចុះអីយើងភ្លេចបិទភ្លើងពេលដែលយើងភ្លេចបិទភ្លើងយើងមានអារម្មណ៍មួយគិតថាខ្លាចខ្ទុះអីផ្សេងភ្លើងឆេះផ្ទះព្រោះអីផ្ទះមួយគឺតម្លៃរាប់ម៉ឺនអញ្ចឹងណាហើយចំណែក Decenter យើងនេះគឺធូរថ្លៃទេ4-10រៀលទេ
យើងរៀនតែមួយឈុតនេះទៅគឺសុវត្ថិភាពតែម្ដងបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងបើសិនជាបងប្អូនមានឆ្ងល់កន្លែងណាអាចសាកសួរព័ត៌មានបន្ថែមបានតាក់ទងនឹងការដំឡើងបើសិនជាបងប្អូនចេះតភ្លើងខ្លះហើយគឺងាយទេតែបើសិនជាបងប្អូនមិនទាន់ចេះតភ្លើងទេគឺយើងមានជាវីដេអូបង្ហាញហើយក៏មានសេវាកម្មទៅដំឡើងដល់ទីតាំងដែរគាត់ថាគិតសេវាតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណសូមជម្រាបលា